ចាសូមជម្រាបសួរបងប្អូនទាំងគ្នាថ្ងៃនេះជួបគ្នាសាច់ថ្មីម្ដងទៀតហើយនាងខ្ញុំមាននៅវិធានបទផ្លេយមួយដើម្បីមកធ្វើការចែកចម្លែកជូនបងប្អូនទាំងគ្នាចង់ស្ដាប់អត់ចាអំពីអកំបាំងដែលញ៉ាំងឲ្យមនុស្សយើងមានអាយុវែងចាបងប្អូនចង់បានអាយុវែងអត់ចាមិនថាឲ្យបងប្អូនឬរូបខ្ញុំនេះគឺសិតតែចង់បានទាំងគ្នាតើអកំបាំងនៃការអាយុវែងនោះតើយើងគួរតែអនុវត្តដោយរបៀបម៉េចគួរតែចាប់ផ្ដើមដោយរបៀបម៉េចថ្ងៃនេះនាងខ្ញុំនឹងលើកយកនៅវិធានបទអកំបាំងពិសេសដើម្បីចែកជូនយើងគឺងាយជាទីបំផុតបើសិនបងប្អូនអនុវត្តបានពិតជាការផលដ៏ធំធេងចាបងប្អូនដឹងទេគឺវាពាក់ព័ន្ធអំពីចំណីអាហារយើងជាប្រចាំថ្ងៃមនុស្សយើងបងប្អូនកណាអាហារយើងញ៉ាំហើយមួយពេលនេះមិនតន់ស្រកពួកទេយើងកុំដាក់ពួយថែមមួយពេលទៀតពីព្រោះកណាវាកិនបញ្ចេញចោលអត់តន់អត់ទេវាដកនៅក្នុងកាពះពោះវៀនធំរបស់យើងនៅយើងបញ្ហាកាត់មហារីកគឺដោយសារអញ្ចឹងឯងចាបងប្អូនដឹងអត់មួយថ្ងៃញ៉ាំ3ពេលគឺសម្រាប់ផ្ដល់ជូនអ្នកដែលគាត់ធ្វើការធ្ងន់ចាគាត់ធ្វើការធ្ងន់គាត់ប្រើកម្លាំងខ្លាំងគាត់ប្រើខួរក្បាលច្រើនដូច្នេះគាត់ចាំបាច់ត្រូវតែហូប3ពេលឲ្យបានឆ្អែតគ្រប់គ្រាន់ក៏ប៉ុន្តែសម្រាប់មនុស្សយើងចាពេលនេះមិនតន់កិនអស់បញ្ចេញចោលអស់ដាក់ថែមមួយពេលទៀតចាអាមួយពេលទី2ហ្នឹងហើយមិនតន់បញ្ចេញចោលមិនតន់កិនអស់ទៀតដាក់ថែមមួយពេលពួយថែមមួយពេលទី3ទៀតចុះបងប្អូនដឹងថានិភ័យខ្លាំងបងប្អូនដែលឃើញគេធំលើគេស្តប់អីវ៉ាន់នេះបងប្អូនហើយបានជាត្រូវលាងជម្រះចោលជាប្រចាំថ្ងៃប្រព័ន្ធលូក៏អញ្ចឹងដែរគេត្រូវតបូមបើកណាបូមចេញពីនៅស្ទះចាខ្ទួតយាហ្នឹងតែម្ដងចំពោះសរីរាង្គកាយយើងក៏ដូចនេះដែរបើយើងអាចអត់បានមួយពេលចាបងប្អូនជាយាមអត់ទៅឥឡូវនេះគឺបណ្ដាប្រទេសអភិវឌ្ឍមួយចំនួនគាត់មានការពេញនិយមយ៉ាងខ្លាំងនៅគេនៃការអាហារកម្មគឺនៅទម្លាប់នៃការបង្អត់ខ្លួនឯងចាដើម្បីឲ្យសុខភាពល្អហើយអាយុវែងនេះគឺជាចំណុចពិសេសមួយដែលនេះខ្ញុំយល់ឃើញថាយើងគួរតែរៀនសូត្រសិក្សាតាមចាកុំឲ្យថាពួយឆ្អែតគ្រប់ពេលចាគ្មានចន្លោះពេលណាទេអាឃ្លានក៏ញ៉ាំអាមិនឃ្លានក៏ញ៉ាំអាចាំបាច់ក៏ញ៉ាំអាមិនចាំបាច់ក៏ញ៉ាំដាក់ចូលទាំងអស់ដល់ពេលចង់ចាប់សរីរាង្គកាយយើងទាំងមូលវល់ចាបងប្អូនហ្នឹងហើយវល់បន្តមកទៀតជំងឺច្រើនបងប្អូនត្រូវដឹងពីព្រោះភាសាចិនមួយបានពោលថាជំងឺហូរចូលទៅតាមមាត់មិនជំងឺហូរចូលតាមត្រចៀកទេណាបងប្អូនកត្តាចម្បងដែលនាំឲ្យជំងឺកាប់មកឡើងគឺមាត់របស់យើងនេះឯងបងប្អូនគិតមើលច្រកមកជីវិតច្រកមួយជាតិច្រកអត់ពេញនោះទេចាគឺច្រកពេញនោះទេដូច្នេះហើយបងប្អូនដឹងហើយតែវាគ្រោះថ្នាក់ប៉ុណ្ណាបើសិនបើកាលណាយើងហូបខ្វះចំណេះដឹងចាខ្វះការគិតពិចារណានឹងខ្វះនៃគេចាអស់លុយទិញញ៉ាំអស់លុយមើលជំងឺថែមទៀតចំចប់អំពើទុកទៅដល់ក្រុមគ្រួសារយើងទាំងមូលចាហើយថ្ងៃនេះនាងខ្ញុំចេញនៅคลิปវីដេអូខ្លីដើម្បីជាសារដាស់តឿនក៏រំលឹកជូនដល់បងប្អូនមួយចំនួនដែលគាត់ចូលចិត្តញ៉ាំច្រើនខ្ជិលក្នុងការហាត់ប្រាណចានឹងហើយជាប្រភពដែលស្រូបដែលនាំគាត់ជំរុញគាត់រុញច្រានគាត់ទៅរកភាពស្លាប់កាន់តែលឿនចាអាយុអត់វែងទេបងប្អូនចាំសង្កេតមើលទៅជាពិសេសអ្នកថតបងប្អូនមើលនៅលើពិភពលោកនេះអត់មានប្រទេសមួយណាទេដែលមានប្រជាជនមានអាយុច្រើនអាយុវែងហើយរូបរាងធាត់នោះឡើយបងប្អូនជាពិសេសគឺជនជាតិជប៉ុនចាជប៉ុននិងកូរ៉េគឺជាប់លំដាប់ថ្នាក់អាយុវែងជាងគេនៅលើសកលលោកដែលស្អីគាត់ពេលដែលគាត់វ័យគាត់អាយុ50ហើយគឺរៀងគាត់អាចឆ្វែបងប្អូនចាត្រឹមតែ55គីឡូគឺអស់ហើយគាត់អត់មានបដ ாய் ខ្លួនឲ្យដល់ឡើង7 8 9នោះឡើយចាកណាយើងគីឡូយើងកាន់តែច្រើនវ័យយើងកាន់តែច្រើនគឺវាហានិភ័យខ្ពស់ចាហានិភ័យខ្ពស់យើងប្រឈមមុខនឹងជំងឺគ្រប់សពបែបយ៉ាងទាំងអស់ចាពីព្រោះរាងកាយយើងចុះទ្រុឌទ្រោមកោសិកាយើងចុះខ្សោយអវយវៈយើងចុះខ្សោយចាចឹងតែយើងញ៉ាំចេះញ៉ាំខ្វះការគិតញ៉ាំខ្វះចំណេះដឹងគឺទៅឲ្យបងប្អូនចាទៅដល់អូតូតែម្ដងដូច្នេះហើយក៏សូមឲ្យបងប្អូនទាំងគ្នាអាចកែប្រែទម្លាប់នេះចេញក៏វាជាការល្អប្រសើរដែរសម្រាប់ជីវិតយើងបងប្អូនចង់រស់វែងទោះតែរៀនហាត់ពុតលុតដំនៅទម្លាប់ការហូបចុករបស់ខ្លួនឯងត្រូវតែមានស្តង់ដារទី1ត្រូវតែមានចំណេះដឹងគ្រប់គ្រាន់បើមិនដូច្នេះគឺអន្តរាយខ្លួនយើងជាអ្នកទទួលរង
ចាចង់ចង់ក៏សូមជូនពរបងប្អូនទាំងគ្នាមានសុខភាពល្អបាយបាយ